សញ្ញាទាំង8ដែលបង្ហាញថាអ្នកទទួលទានទឹកមិនបានគ្រប់គ្រាន់ការទទួលទានទឹកឲ្យបានគ្រប់គ្រាន់គឺមានសារៈសំខាន់ណាស់សម្រាប់រក្សាសុខភាពរាងកាយឲ្យដំណើរការបានល្អនៅពេលដែលរាងកាយខ្វះជាតិទឹកវានឹងបង្ហាញសញ្ញាមួយចំនួនដូចខាងក្រោមទី1លោកអ្នកមានអារម្មណ៍ថាស្រេកទឹកខ្លាំងការស្រេកទឹកខ្លាំងគឺជាសញ្ញាដំបូងដែលបង្ហាញថាអ្នកបាត់បង់ជាតិទឹកមួយចំនួនរួចទៅហើយដូច្នេះប្រសិនបើអ្នកមានអារម្មណ៍ថាស្រេកទឹកខ្លាំងឬក៏ស្ងួតមាត់ចូលយកវាជាសញ្ញាមួយថាអ្នកត្រូវតែទទួលទានទឹកខ្លះៗអ្នកគួរតែបន្តទទួលទានទឹកឲ្យបានសមស្របទៅតាមរាងកាយបើទោះបីជាអ្នកមិនស្រេកទឹកក៏ដោយសញ្ញាទី2គឺឈឺក្បាលជាប្រចាំនៅពេលដែលអ្នកមានបញ្ហាខ្វះជាតិទឹកវាធ្វើឲ្យខ្សោះជាតិទឹកនៅក្នុងរាងកាយបណ្ដាលឲ្យលំហូរឈាមនិងអុកស៊ីហ្សែនដែលឆ្ពោះទៅកាន់ខួរក្បាលធ្លាក់ចុះបញ្ហានេះវាបណ្ដាលឲ្យមានអាការៈឈឺក្បាលនិងរលាកទៀតផងវាអាចបណ្ដាលឲ្យខូចខួរក្បាលផងដែរទី3គឺស្បែកស្ងួតស្បែករបស់លោកអ្នកប្រែទៅជាស្ងួតនិងគ្មានសំណើមវាពិបាកនៅក្នុងការបន្សាបជាតិពុលនៅក្នុងកោសិកាវាធ្វើឲ្យបញ្ហានេះកើតឡើងវាអាចបង្កឲ្យស្បែកឡើងកន្ទួលក្រហមនិងមានជំងឺផ្សេងៗសញ្ញាទី4គឺទឹកនោមប្រែពណ៌អ្នកអាចដឹងថារាងកាយរបស់អ្នកត្រូវការទឹកបន្ថែមឬអត់តាមរយៈការពិនិត្យទឹកនោមជារៀងរាល់ថ្ងៃពណ៌ទឹកនោមលឿងក្រមៅមានន័យថារាងកាយរបស់អ្នកកំពុងតែខ្សោះជាតិទឹកម្យ៉ាងទៀតនៅពេលដែលអ្នកខ្សោះជាតិទឹកនោមរបស់អ្នកនឹងតិចទៅតាមនោះដែរសញ្ញាទី5គឺឆាប់ខឹងមនុស្សមានអារម្មណ៍ឆេវឆាវនៅពេលដែលពួកគេជួបប្រទះនឹងការខ្វះជាតិទឹកជាខ្លាំងនេះជាសញ្ញាព្រមានដ៏សំខាន់មួយសម្រាប់កុមារដោយសារតែពួកគេអាចពិបាកយល់នៅពេលដែលពួកគេមានរោគសញ្ញាខ្វះជាតិទឹកជាមនុស្សពេញវ័យកុមារដែលបាត់បង់ពី3ទៅ10% នៃទម្ងន់រាងកាយរបស់ពួកគេនៅក្នុងសារធាតុរាវនិងបញ្ហារោគសញ្ញានៃការខ្វះជាតិទឹកតិចតួចអាចឲ្យពួកគេមានភាពច្របូកច្របល់ឆាប់ខឹងនិងអស់កម្លាំងទៀតផងទី6មានអារម្មណ៍ថាហត់នឿយនៅពេលដែលរាងកាយរបស់យើងមិនត្រូវបានបំពេញជាតិទឹកគ្រប់គ្រាន់ពីខាងក្រៅវានឹងស្រូបជាតិទឹកពីក្នុងឈាមមកវិញដែលបណ្ដាលឲ្យអុកស៊ីហ្សែននៅក្នុងរាងកាយនិងក្នុងឈាមថយចុះវាហេតុនាំឲ្យមានអារម្មណ៍ថាហត់នឿយនិងមិនសូវមានកម្លាំងប្រសិនបើលោកអ្នកមានអារម្មណ៍ថាអស់កម្លាំងជាប្រចាំមានន័យថាដល់ពេលហើយដែលអ្នកត្រូវតែបង្កើនការញ៉ាំទឹកទី7បញ្ហាឈឺសន្លាក់ឆ្អឹងខ្ចីឆ្អឹងខ្នងគឺត្រូវការទឹកជាប្រចាំដើម្បីដំណើរការបានដោយរលូនកង្វះជាតិទឹកមិនត្រឹមតែបង្កការឈឺចាប់ដល់ឆ្អឹងប៉ុណ្ណោះទេវាក៏អាចធ្វើឲ្យឆ្អឹងរបស់អ្នកខូចផងដែរទី8គឺឧស្សាហ៍ភ្លេចភ្លាំងប្រសិនបើមនុស្សម្នាក់ចាប់ផ្ដើមបង្ហាញរោគសញ្ញានៃការភ្លេចភ្លាំងរួមទាំងថប់អារម្មណ៍គំនិតមិនស៊ីចង្វាក់គ្នាការនិយាយដែលមិនអាចយល់បាននិងមានការមើលឃើញពីការបំភាន់ពួកគេទំនងជាជួបប្រទះការខ្វះជាតិទឹកនេះគឺជារោគសញ្ញាមួយក្នុងចំណោមរោគសញ្ញាធ្ងន់ធ្ងរបំផុតដែលអាចកើតឡើងមុនពេលរាងកាយចាប់ផ្ដើមខូចនិងការខូចខាតជាអចិន្ត្រៃយ៍អាចកើតឡើងប្រសិនបើលោកអ្នកសម្គាល់ឃើញមានសញ្ញាណាមួយក្នុងចំណោមសញ្ញាទាំងនេះជាការសំខាន់ណាស់ដែលអ្នកត្រូវចាប់ផ្ដើមទទួលទានទឹកឲ្យបានគ្រប់គ្រាន់ឡើងវិញការរក្សាជាតិទឹកនៅក្នុងរាងកាយឲ្យបានគ្រប់គ្រាន់គឺជាគន្លឹះដ៏សំខាន់មួយដើម្បីទទួលបានសុខភាពល្អនិងជីវិតរស់នៅប្រកបដោយថាមពលហើយការជ្រើសរើសទឹកដែលមានគុណភាពក្នុងការទទួលទានក៏ជារឿងចាំបាច់បំផុតសម្រាប់សុខភាពលោកអ្នកផងដែរជ្រើសរើសទឹកបរិសុទ្ធមុទិតាជាជម្រើសដ៏ល្អបំផុតសម្រាប់អ្នកនិងគ្រួសារអ្នកទឹកពិសាមុទិតាបរិសុទ្ធគ្រប់ដំណក់